នៅលើទីរូបទូចគាត់គិតនឹងកើតនៅលើផ្សិតរបស់គាត់អាចមានជំងឺមួយយ៉ាងដែលជាភាសាបច្ចេកទេសគេហៅ umbilical granuloma ខ្ញុំពិបាកក្នុងការបកស្រាយជាភាសាខ្មែរប៉ុន្តែខ្ញុំនឹងព្យាយាមបញ្យល់ឲ្យប៉ាម៉ាក់បងប្អូនយល់វិញជាធម្មតាជាធម្មជាតិរបស់ផ្សិតទារកនៅពេលដែលគាត់កើតមកផ្សិតហ្នឹងនឹងចាប់ផ្ដើមក្រៀមស្វិតបន្ទាប់មកនឹងអាចជ្រុះនៅរវាងថ្ងៃទី10ទៅថ្ងៃទី14អាចថាមួយអាទិត្យពីរអាទិត្យក្រោយគាត់កើតហ្នឹងគឺផ្សិតហ្នឹងវានឹងក្រៀមស្ងួតហើយវាជ្រុះទៅហើយនៅភាគច្រើននៅលើកូនក្មេងនៅពេលដែលជ្រុះទៅគឺកោសិកាផ្សិតហ្នឹងគឺវាស្វិតរួមទូចហើយស្ងួតស្អាតប៉ុន្តែមានករណីកម្រមួយដែលក្រោយពេលដែលផ្សិតនឹងជ្រុះទៅកន្លែងកោសិកាផ្សិតហ្នឹងវាអត់ស្វិតរួមទេប៉ុន្តែផ្ទុយទៅវិញវាបែរជារីកដុះដាលកើតទៅជាដុំសាច់ពណ៌ក្រហមឬក៏ពណ៌ផ្កាឈូកមួយមាននៅលើផ្សិតកូនក្មេងហ្នឹងអញ្ចឹងអាដុំសាច់ដែលវាប៉ោងឡើងដែលវាដុះឡើងនៅកន្លែងផ្សិតហ្នឹងឯងអាហ្នឹងយើងហៅវាថា umbilical granuloma ជាទូទៅ umbilical granuloma ហ្នឹងវាមិនបកកការឈឺចាប់ឲ្យដល់កូនក្មេងទូទាំងទេដល់កូនង៉ែទូទាំងទេគ្រាន់តែថាយើងនឹងអាចឃើញរោគសញ្ញាមួយចំនួនដែលកើតមានឡើងនៅក្នុងករណីដែលទារកហ្នឹងមាន umbilical granuloma ហ្នឹងគឺទីមួយអាចតំបន់ហ្នឹងវាសើមជាប់រហូតវាមានលងាយហូររហូតពីក្នុងដុំសាច់ហ្នឹងចេញមកទីពីរធុងក្លិនស្អុយឬក៏ធុងក្លិនឆ្អែតចឹងទៅនៅបរិវេណដុំសាច់ហ្នឹងហើយវាអាចរៀលទៅជារលាកនៅជុំវិញតំបន់ផ្សិតរបស់គាត់ហ្នឹងករណីកម្រខ្លះដោយសារការសម្អាតឬការថែទាំអត់បានទៅដល់អាដុំហ្នឹងវាវិវត្តទៅជាមានការកករោគคล้ายទៅជាដំបៅមានផ្ទុះអីជាដើមអញ្ចឹងប៉ាម៉ាក់ទាំងអស់គ្នាដែលមានកូនតូចទៅនឹងកើតត្រូវសង្កេតមើលត្រូវសម្អាតផ្សិតកូនហើយសម្គាល់មើលថានៅពេលដែលផ្សិតកូនជ្រុះទៅហ្នឹងតើវាមានដុំពណ៌ក្រហមហ្នឹងលេចចេញមកឬអត់បើអត់មានទេអានឹងបានថាកោសិកាហ្នឹងវាស្វិតរួមទៅវាវិវត្តទៅរកការជាផ្ទុយទៅវិញប្រសិនបើយើងក្រោយពេលដែលកូនងាក់នឹងជ្រុះផ្សិតហើយលេចចេញជាដុំសាច់ក្រហមនៅនឹងតំបន់ផ្សិតហ្នឹងហើយមានហូរលងាយសើមធុំក្លិនចឹងទៅត្រូវតែយកគាត់មកជួបគ្រូពេទ្យវិធីព្យាបាលមានច្រើនដែលជាទៅមានវិធីខ្លះងាយមែនតើប៉ាម៉ាក់ទាំងអស់គ្នាអត់បានដឹងអញ្ចឹងនៅពេលដែលសម្គាល់ឃើញថាមានដុំសាច់នឹងកើតមានឡើងនៅលើផ្សិតទារកទូចបញ្ញាប់យកគាត់មកជួបគ្រូពេទ្យមុនពេលដែលដុំសាច់ហ្នឹងវាវិវត្តទៅជាคล้ายកខ្ទុះឬមួយក៏មានកម្មកររោគវាជាដើមអរគុណខ្ញុំដុកទ័របញ្ញាវិជ្ជបណ្ឌិតឯកទេសផ្នែកទារកនិងរូបមាពីមន្ទីរសន្ធប់ Ross